និយាយទៅ Nvidia គឺដូចជាស្អាត sexy លើ internet ពួកក្បាលតូចដូចអ្នកនរគ្នានឹងខ្ញុំគឺបានត្រឹមតែសម័យតែអ្នកធំគេដូរគ្នាតេះមកអស់ចិត្តហើយនាំគ្នាដកខ្លួនបដាហើយឥឡូវនេះជាស្ដែងក្នុងត្រីមាសទី3ឆ្នាំ2025នេះមានការលក់ហ៊ុន Nvidia ជាច្រើនហើយមិនមែនលេងសើចទេគឺមកកប់តែម្ដងចាំមិនបានអ្នកនរគ្នាចាំបាច់ខ្វល់ពី Nvidia ធ្វើអីនិយាយទៅហ៊ុនមួយនេះត្រូវបានគេនិយាយថាជាអ្នកលក់ប៉ែលនៅក្នុងសម័យគេនាំគ្នាសម្រក់ផ្អើលទៅជីមាសខណៈដែលក្រុមហ៊ុនជាច្រើននាំគ្នាប្រជែងវិនិយោគលុយចូលដើម្បីផលិត AI Nvidia លក់ GPU ដែលជាឧបករណ៍ដើម្បីផលិត AI ទាំងអស់ហ្នឹងហើយហ៊ុនមួយនេះគឺជាហ៊ុនដែល sexy បំផុត10ឆ្នាំកន្លងមកនេះយើងអាចគិតមើលបានត្រឹមតែមួយទសវត្សរ៍កន្លងមកគឺហ៊ុនមួយនេះឡើងជាង 20,000% ឯណោះអញ្ចឹងបើមិននិយាយពីវាក៏មិនកើតព្រោះថាភាគហ៊ុនគឺស្រួលទិញមែនទេតែបែរជាមានអ្នកមកប្រកែកជាមួយខ្ញុំថាដៃពួកយើងនោះវាខ្លីពេកឆោងមិនដល់ទេហើយខ្ញុំមិនដល់កន្លែងនេះគឺចង់និយាយថាយើងអាចឆោងដល់និយាយទៅបើយើងទិញហ៊ុន Nvidia $10,000កាលចុងឆ្នាំ2015លុយរបស់យើងគឺបានកើនរហូតមកដល់ជាង$2 លានណោះគឺមកដល់ត្រឹមថ្ងៃនេះតែម្ដងអញ្ចឹងបានន័យថាបើយើងទិញហ៊ុននឹងត្រឹមតែ$100ក៏លុយរបស់យើងក៏កើនមិនត្រឹម$20,000ជាងដែរមកដល់ម៉ោងនេះអាចចាត់ទុក Asda Inc ថាជាអ្នកលក់ប៉ែលមួយដែរសម្រាប់អ្នកទាំងគ្នាដែលទៅទិញហ៊ុនអាមេរិកពួកយើងមានមេរៀនដែលអ្នកទាំងគ្នាអាចរៀនបាននៅលើ website Asda Inc មួយនេះត្រឹមតែ$50ទេជាពិសេសនៅពេលនេះយើងមានការបញ្ចុះតម្លៃរហូតដល់25%ទៀតដើម្បីស្វាគមន៍មក website ដ៏ថ្មីស្រឡាងស្អាត sexy របស់យើងមួយនេះអញ្ចឹងទៅមកដល់សម័យឥឡូវបើសិនជាមិនចេះប្រើ technology បច្ចេកវិទ្យាដើម្បីរៀនក៏មិនកើតដែរអញ្ចឹងស្វាគមន៍អ្នកទាំងគ្នាមកកាន់យុគសម័យថ្មីរបស់ Asda Inc website របស់យើងគឺ slick មែនទែនព្រោះថានៅក្នុងនោះគឺប្រកបសិទ្ធិ AI មកពីអាមេរិក technology នៃការរៀនក៏មិនលេងសើចទេអញ្ចឹងអាចទៅចុះឈ្មោះរៀនបានហើយ website របស់ Asda Inc គឺដើម្បីប្រមូលអ្នកវិនិយោគអ្នកដែលមានក្តីសម័យធំនិងមានជំនឿជាក់លើខ្លួនឯងខ្ពស់អញ្ចឹងអាចផ្ញើសារមកខ្ញុំផ្ទាល់បន្ថែមក៏បានសម្រាប់អ្នកដែលចុះឈ្មោះរៀនតាម Telegram នេះហើយការបញ្ចុះតម្លៃសម្រាប់មេរៀននេះគឺយើងនឹងបិទត្រឹមចុងឆ្នាំ2025នេះអញ្ចឹងមិនយូរទេត្រឡប់មក Nvidia វិញមានអ្នកធំណាស់ខ្លះដែលបានលក់ Nvidia នៅចុងឆ្នាំ2025នេះបើយើងមកមើលត្រីមាស2025នេះឃើញថា Bridgewater Associates របស់ Ray Dalio នឹងគឺជាអ្នកវិនិយោគដ៏ល្បីមួយបច្ចុប្បន្ននៅអាមេរិកហើយគាត់បានសរសេរសៀវភៅមួយទាក់ទងនឹង World Changing Order ដែលអ្នកអានពីការផ្លាស់ប្ដូរអំណាចរបស់ពិភពលោកវត្តនៃសេដ្ឋកិច្ចរបស់ពិភពលោកអីផ្សេងអ្នកទាំងគ្នាបាច់យល់ក៏បានប៉ុន្តែ he's a big guy ដល់ចុងឆ្នាំនេះយើងឃើញថាគាត់បន្ថយនៅភាគហ៊ុនដែលគាត់កាន់នៅ Nvidia ចូលរហូតដល់ 65% នោះអញ្ចឹងច្រើនមែនទែនមួយទៀតគឺ Peter Thiel ដែលធ្លាប់វិនិយោគមួយ Elon Musk ដែលទាក់ទង Tesla និង startup ផ្សេងៗនៅអាមេរិកហ្នឹងពីខែ7ដល់ខែ9នេះគាត់បានលក់ហ៊ុនចេញពី Nvidia ទាំងអស់តែម្ដងគឺប្រហែលជាលុយចូល$100 លានជាងហើយមួយទៀតដែលគួរឲ្យគាត់សម្គាល់នោះគឺ Michael Burry ដែលគាត់រកលុយបានច្រើនជិត$1 billionនៅឆ្នាំ2008ហើយ Hollywood នេះក៏បានបង្កើតរឿងទាក់ទងគាត់ដែលឈ្មោះថា The Big Short ហើយគាត់នឹងចេញមុខមកវិញហើយទៅ short ហ៊ុន Nvidia បានតាមភ្នួប្រឆាំងនឹងតម្លៃរបស់ Nvidia ដោយម្នាក់គេទិញហ៊ុន Nvidia ដោយជឿថា Nvidia នឹងឡើងទៅទៀតប៉ុន្តែគាត់ទៅទិញ put option ដែលភ្នួថាហ៊ុន Nvidia នឹងធ្លាក់អញ្ចឹងអានឹងគឺលក្ខណៈទឹកកឡូ tsunami ហើយចុងក្រោយមួយទៀតគឺទាក់ទង SoftBank និយាយទៅណាក៏ស្គាល់ដែល Masayoshi Son និយាយទៅ he's a crazy billionaire និយាយទៅគាត់លក្ខណៈវិនិយោគកម្រិតមួយដែលគេថាឈួតហើយគាត់ជាជនជាតិជប៉ុនហើយវាជាអ្នកដែលជំរុញនៃការវិនិយោគរបស់ខ្ញុំដែរអញ្ចឹងនៅពេលដែលគាត់លក់ហ៊ុនទាំងអស់ហ្នឹងគឺវាគួរឲ្យព្រួយបារម្ភដែរទាក់ទងនឹងអនាគតរបស់ Nvidia អញ្ចឹងសម្រាប់អ្នកដែលចង់ទិញ Nvidia អាចប្រយ័ត្នប្រយែងហើយប្រហែលជាអាចទាញលុយរបស់ខ្លួនទៅមើលហ៊ុនផ្សេងទៀតដែលនៅទាបអញ្ចឹងនឹងហើយគឺជាក្រុមហ៊ុនធំៗឬក៏បុគ្គលធំៗដែលបានដកខ្លួនចេញពី Nvidia ហើយក៏ជា move ឬក៏ចលនាមួយដែលយើងគួរឲ្យកត់សម្គាល់ហើយដើម្បីពិចារណាថាតើគួរទិញ Nvidia ទៀតឬក៏យ៉ាងណាឬក៏ដកខ្លួនមួយរយៈចុងក្រោយនេះយើងសង្ឃឹមថាហ៊ុន Nvidia នេះក៏បានជំរុញអ្នកនរគ្នាឲ្យចូលរួមក្នុងសហគមន៍របស់ Asda Inc វីដេអូខាងមុខដែលខ្ញុំនឹងបញ្ចេញបន្តទៀតយើងទៅមើលក្រុមហ៊ុនផ្សេងៗដែលខ្ញុំគិតថានឹងមានសក្តានុពលដែលយើងអាចវិនិយោគបានបាទគុណ